កុមារកំព្រានៃសេចក្តីសន្យាដំណឹងល្អទាំង4ដែលហៅកាត់ថា FCOP គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានធ្វើកិច្ចការងារមនុស្សធម៌និងការងារសង្គមនៅក្នុងប្រទេសកម្ពុជាដែលបានជួយដល់កុមារកំព្រាកុមារងាយរងគ្រោះស្ត្រីមេម៉ាយនិងការផ្តល់អំណោយសប្បុរសជូនដល់ជនរងគ្រោះនិងជនងាយរងគ្រោះជាច្រើនអ្នកតាមរយៈការផ្តល់ការស្នាក់នៅល្អការសិក្សាល្អការព្យាបាលនិងការផ្តល់ជំនួយជាថវិកានិងសម្ភារៈមួយចំនួនទៅដល់ជនក្រីក្រទាំងអស់នោះសម្រាប់ឆ្នាំ2015នេះគឺជាឆ្នាំទី18ដែលអង្គការ FCOP ត្រូវបានបង្កើតឡើងដោយលោកស្រីស៊ូមុនថានៅក្នុងឆ្នាំ1998ហើយនៅក្នុងថ្ងៃទី7ខែធ្នូឆ្នាំ2015នេះផងដែរក៏ជាគម្រប់ខួបលើកទី16ឆ្នាំដែលអង្គការ FCOP បានចុះបញ្ជីការត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបន្តជួយដល់កិច្ចការមនុស្សធម៌ជូនដល់ជនក្រីក្រនៅក្នុងប្រទេសកម្ពុជាជាបន្តទៀតនៅក្នុងឱកាសនៃគម្រប់ខួបទី18ឆ្នាំនេះអង្គការ FCOP ក៏បានត្រៀមនូវយុទ្ធសាស្ត្រក៏ដូចជាគោលការណ៍ផែនការរយៈពេល3ឆ្នាំទៅមុខទៀតដើម្បីបន្តជួយដល់កិច្ចការងារមនុស្សធម៌និងការងារសង្គមនៅក្នុងប្រទេសកម្ពុជាលោកស្រីស៊ូមុនថាគឺជាស្ថាបនិកនិងជាប្រធានរបស់អង្គការ FCOP បានមានប្រសាសន៍ឲ្យដឹងអំពីមូលហេតុក៏ដូចជាគោលបំណងនៅក្នុងការបង្កើតអង្គការ FCOP នេះថាដោយមើលឃើញនៅស្ថានភាពទុក្ខលំបាករបស់ប្រជាជនកម្ពុជាក្រោយភ្លើងសង្គ្រាមដែលបានបន្សល់ទុកនៅកុមារកំព្រាស្ត្រីមេម៉ាយជនពិការនិងជនក្រីក្រជាច្រើនដែលរស់នៅតំបន់ដាច់ស្រយាលនិងបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាដូច្នេះលោកស្រីជឿជាក់ថាមធ្យោបាយដ៏ល្អបំផុតសម្រាប់ជួយដល់ប្រជាជនកម្ពុជាគឺការផ្ដល់នូវការឧបត្ថម្ភផ្សេងៗនិងការជួយបណ្ដុះបណ្ដាលក្មេងងាយរងគ្រោះឲ្យទទួលបាននូវការបីបាច់ថែរក្សាជាលក្ខណៈគ្រួសារផ្ដល់ការអប់រំថ្នាំសង្កូវនិងកម្រិតរស់នៅមិនឲ្យឆ្ងាយពេកពីមូលដ្ឋានដែលគាត់ធ្លាប់រស់នៅដើម្បីឲ្យគាត់បានជួបជុំជាមួយនឹងក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់ពួកគាត់ផងដែរសម្ដេចហ៊ុនសែនប្រកាសในខាងក្នុងឆ្នាំ1997ហើយពេលហ្នឹងខ្ញុំលឺទៅហើយពាក្យហ្នឹងខ្ញុំចង់ត្រឡប់មកវិញនៅស្រុកខ្មែរដូច្នេះចិត្តខ្ញុំទុនខ្ញុំស្រឡាញ់ខ្មែរយើងដូច្នេះខ្ញុំចាប់ផ្ដើមតាមត្រូវអាចចង់ប៉ុន្តែនៅចិត្តខ្ញុំនេះមិនទុនមិនឃើញខ្មែរយើងនេះចង់ឲ្យរីចម្រើនក្រពេលសម័យហ្នឹងក្រមែនចាប់ផ្ដើមយើងមានពុកម៉ាក់មានពហិនៅអាមេរិកយើងជួយយើង55%តមក45%មកពីខ្មែរនិងស្រុកខ្មែរយើងក៏មានខ្ញុំមានផែនការឥឡូវនេះយើងមានយើងធ្វើស្រូវនៅខេត្តបន្ទាយមានជ័យឥឡូវនេះយើងមាន270ហិកតាយើងចាប់ផ្ដើមចង់ធ្វើថែមទៀតយើងមានរោងកាន់ស្រូវយើងមានគ្រប់មុខយើងដាំពូជសម្រាប់អនាគតយើងបើសិនយើងអត់មាន fund មកទៅស្រុកគេហើយយើងធ្វើបាននៅឈរបានខ្ញុំកូនចៅយើងមានតនទីការងារធ្វើខាងកសិកម្មមិនមែនកសិកម្មក្រៃក្រយនេះកសិកម្មនៅស្រុកខ្មែរយើងឥឡូវនេះទំងើបធ្វើម៉ាស៊ីនទាំងអស់បើមិនខ្ញុំមានសង្ឃឹមចល្អមែនតែនអំពើនេះតែចង់ប្រាប់ទាំងអស់កូនចៅខ្ញុំពេលណាសមាជិកต้องទៅរៀនខាងកសិកម្មមិនមែនទៅរៀននៅស្រុកខ្មែរទេខ្ញុំផ្ញើទៅរៀននៅហ្វីលីពីនដូចគ្នាចំណែកលោកពៅណារ៉េតរដ្ឋបាលនៃអង្គការ FCOP ក៏បានមានប្រសាសន៍អំពីការខិតខំបន្តរបស់អង្គការ FCOP ជាមួយនឹងការរៀបចំនៃយុទ្ធសាស្ត្រក៏ដូចជាគោលដៅផែនការរយៈពេល3ឆ្នាំទៅមុខទៀតដើម្បីបន្តជួយដល់កិច្ចការងារមនុស្សធម៌និងការងារសង្គមនៅក្នុងប្រទេសកម្ពុជាផងដែរគឺនៅតែដែរទេគឺនៅតែជួយបន្តស្ត្រីមេម៉ាយក្មេងក្រីក្រឬក៏កុមារងាយរងគ្រោះដើម្បីឲ្យពួកគាត់មានលទ្ធភាពបង្រៀនចំណេះដឹងឬក៏វគ្គបណ្ដុះបណ្ដាលដើម្បីគាត់អាចមានការងារធ្វើចិញ្ចឹមជីវិតហើយនឹងក្រុមគ្រួសាររបស់គាត់ដើម្បីគាត់អាចជួយមកវិញដល់សង្គមឬក៏ដោយជួយកសាងប្រទេសជាតិរបស់យើងឲ្យកាន់តែល្អថែមទៀតផងដែរបច្ចុប្បន្ននេះគឺយើងនៅតែបន្តទទួលបើសិនយើងមានឃើញលក្ខខណ្ឌចាំបាច់តែនៅក្នុងការដែលយើងទទួលហ្នឹងក៏យើងធ្វើការសហការជាមួយនឹងក្រសួងសង្គមកិច្ចដែរពីព្រោះយើងធ្វើការជាមួយនឹងក្រសួងសង្គមកិច្ចហ្នឹងជួយបង្រៀនបន្ថែមអ្វីដែលជាមុខវិជ្ជាទូទៅផងដែរជាមួយគ្នានោះដែរលោកតាំងលីហេងគឺជាអតីតកុមារកំព្រាចំនួនទី1នៅក្នុងអង្គការ FCOP ហើយដោយបច្ចុប្បន្ននេះលោកគឺជាអ្នកជំនួយមួយរូបក៏បានមានចំណាប់អារម្មណ៍ចំពោះការបន្តជួយដល់កិច្ចការងាររបស់អង្គការ FCOP នេះផងដែរនេះគឺជាការចាប់អារម្មណ៍ហើយខ្ញុំយល់ពីការលំបាកផងម៉ាក់ជាពិសេសម៉ាក់ស៊ូហើយជាការលំបាករបស់ក្រុមការងារពួកគាត់ហើយបងអូនណារ៉េតហើយនឹងលោកដុកទ័រលីណាតាសម្អាតក្មេងស្អីគឺការលំបាកពួកគាត់ខ្លាំងមែនទែនហើយយើងនឹងតស៊ូទៅមុខទៀតទាំងអស់គ្នាដរាបណាមានការលំបាកពួកយើងទាំងអស់គ្នានឹងក្រោកឈរដើម្បី
ជួយគ្រប់ការលំបាកគ្រប់ចំណុចពិបាកផ្សេងៗដែលប្រទេសជាតិជួប សូមជម្រាបថាមកដល់បច្ចុប្បន្ននេះអង្គការកុមារកំព្រានៃសេចក្តីសន្យាដំណឹងល្អទាំង4ដែលហៅកាត់ថា FCOP មានព្រះវិហារដែលជាមណ្ឌលសម្រាប់ផ្ដល់នូវការរស់នៅនិងការអប់រំរហូតដល់99មណ្ឌលនៅទូទាំងប្រទេសកម្ពុជាដោយនៅក្នុងនោះជនរងគ្រោះប្រមាណជាជាង 18000 នាក់ហើយដែលទទួលបាននូវការជួយសង្គ្រោះពីអង្គការ FCOP ហើយមួយភាគធំគឺកំពុងតែទទួលបាននូវឱកាសការងារល្អៗនៅក្នុងសង្គមកម្ពុជាផងដែរ